ប្រធានបទថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីមូលហេតុនៃការក្បត់ចិត្តបាទបច្ចុប្បន្នបាទយើងបានឃើញនៅក្នុងសង្គមបាទឬសឹងតែទូទាំងពិភពលោកបាទការក្បត់ចិត្តនឹងវាជារឿងទូទៅតែម្ដងបាទហើយក៏វាមានមូលហេតុបាទផ្សេងបាទទាំងបរិសុទ្ធទាំងស្ត្រីខ្ញុំមកនិយាយរឿងនេះបាទមិនមែនថាខ្លួនខ្ញុំនឹងជាមនុស្សល្អទេបាទខ្ញុំក៏ជាមនុស្សម្នាក់ដែលនៅក្នុងចំណោមដែលក្បត់ចិត្តគេហើយក៏ត្រូវបានគេក្បត់ចិត្តខ្ញុំដែរបាទអញ្ចឹងក្នុងសាច់រឿងនេះបាទមិនមែននិយាយឬការចោទប្រកាន់ទៅលើបុគ្គលណាម្នាក់នោះទេបាទការក្បត់ចិត្តនឹងគឺវាមានបច្ច័យជាច្រើនដែលធ្វើឲ្យការក្បត់ចិត្តនឹងកើតឡើងបាទខ្ញុំនឹងលើកអំពីបរិសុទ្ធមុនបាទបរិសុទ្ធគឺក្បត់ចិត្តនឹងគឺបើនិយាយជាគោលដោយរួមទៅគឺកើតឡើងពីការមិនចេះគ្រប់គ្រាន់ក៏គឺតណ្ហាក្រាស់ការលោភលន់អាត្មានិយមបាទគឺក្បត់ចិត្តទោះបីប្រពន្ធស្អាតដោយតារា model ក៏នៅតែក្បត់ចិត្តបានដែរបាទឬប្រពន្ធល្អឥតខ្ចោះយ៉ាងណាក៏បរិសុទ្ធក៏នៅតែមានការក្បត់ចិត្តកើតឡើងដែរបាទសូមបញ្ជាក់ម្ដងទៀតបាទការដែលនិយាយបែបនេះមិនមែនថាខ្លួនខ្ញុំផ្ទាល់ជាមនុស្សល្អទេបាទខ្ញុំក៏ជាមនុស្សម្នាក់ដែលនៅក្នុងចំណោមដោយបានប្រាប់ហ្នឹងគឺថាខ្ញុំធ្លាប់ក្បត់គេហើយក៏មានគេក្បត់ចិត្តខ្ញុំដែរសម្រាប់ស្ត្រីបាទគឺជារឿងមួយដែលល្អិតល្អន់បំផុតបាទអញ្ចឹងជាទូទៅស្ត្រីប្រហែលជា 90% គឺគាត់គ្មានគំនិតចង់ក្បត់ដៃគូក្បត់សង្សារឬក្បត់ស្វាមីទេបាទប៉ុន្តែវាមានបច្ច័យវាមានហេតុផលខ្លះដែលធ្វើឲ្យមានការក្បត់ចិត្តកើតឡើងបាទទី1គឺអស់ក្តីស្រឡាញ់នឹងគ្នាបាទក៏គឺមានន័យថាជួបដៃគូឬជួបសង្សារឬក៏ស្វាមីបាទដែលមិនល្អបាទរស់នៅយូរបាទអត់មានភាពរំភើបឬអត់មានភាពគេថាភ្ញាក់ផ្អើលដូចពីថ្មីបាទហើយក៏ម្នាក់ក៏មានការហត់នឿយនឹងការងាររវល់ការងារបាទក៏គឺទទួលបន្ទុកនៅរឿងផ្សេងបាទទាំងកន្លែងធ្វើការឬក្រុមគ្រួសារបាទដល់តែពេលយូរទៅក៏វាកើតជាការហីបាទក៏គឺបែបម្នាក់រស់នៅរៀងខ្លួនបាទក៏គឺអត់មានភាពភ្ញាក់ផ្អើលបាទពេលដែលស្ត្រីបានជួបអ្នកថ្មីបាទល្អជាងគិតថាល្អជាងមានអនាគតជាងក៏នាងក៏ចាក់ចេញទៅបាទទី2ការក្បត់នឹងកើតឡើងដោយការរស់នៅឃ្លាតឆ្ងាយពីគ្នាក៏គឺបើនិយាយចំទៅគឺគម្លាតឃ្លាតឆ្ងាយពីគ្នាបាទម្នាក់ធ្វើការនៅទីនេះម្នាក់ទៀតធ្វើការនៅទីនោះបាទក៏គឺអាចជានៅឆ្ងាយពីគ្នាបាទក៏គឺមានន័យថាទំនាក់ទំនងផ្លូវឆ្ងាយបាទដល់តែពេលបែបហ្នឹងទៅវាមានចន្លោះមួយដែលធ្វើឲ្យការក្បត់ចិត្តនឹងកើតឡើងបាទអ្នកខ្លះទៀតរស់នៅជាមួយគ្នាផ្ទះជាមួយគ្នានៅជិតគ្នាប៉ុន្តែទំនាក់ទំនងនឹងគឺវាឃ្លាតឆ្ងាយពីគ្នាបាទក៏គឺម្នាក់ក៏រវល់តែធ្វើនេះធ្វើនោះដល់តែពេលយូរទៅបាទក៏ស្ត្រីក៏មិនដែលបានទទួលភាពកក់ក្ដៅឬទទួលការយកចិត្តទុកដាក់ពេលដែលនាងជួបអ្នកថ្មីបាទគេប្រសពក្នុងការយកចិត្តទុកដាក់ទីបំផុតនាងក៏ចាក់ចេញទៅបាទទី3ការក្បត់កើតឡើងដោយអត្តចរិតឬចំណង់ចំណូលចិត្តរបស់ស្ត្រីផ្ទាល់តែម្ដងបាទបើនិយាយចំទៅបាទក៏គឺមនុស្សល្អបាទក៏មានហើយមនុស្សដែលមិនល្អក៏មានដែរបាទអ្នកខ្លះក៏គឺគ្មានបញ្ហាអីទេប៉ុន្តែជាចំណង់ចំណូលចិត្តឬជាអត្តចរិតដែលចូលចិត្តលោភលន់ចូលចិត្តសាកល្បងមើលអញ្ចឹងណាបាទពេលខ្លះក៏មានមិត្តភ័ក្តិនិយាយពីរឿងនេះរឿងនោះសង្សារអ្នកនេះសង្សារអ្នកនោះឬបែបនេះបែបនោះបែបធ្វើឲ្យមានអារម្មណ៍ភ្ញាក់ផ្អើលបាទហើយនាងក៏ចង់សាកល្បងមើលបាទទីបំផុតក៏ក្បត់បានសម្រេចតែម្ដងបាទទី4ការក្បត់កើតឡើងដោយសាររឿងសុខភាពបាទពេលខ្លះក៏គឺបរិសុទ្ធឬដៃគូឬស្វាមីបាទឬសង្សារនឹងគឺមានបញ្ហារឿងសុខភាពឬអសមត្ថភាពខាងផ្លូវភេទបាទឬមួយទៀតក៏គឺចំណង់ចំណូលចិត្តខាងផ្លូវភេទនឹងគឺមិនចុះសម្រុងគ្នាបាទម្នាក់ចូលចិត្តបែបនេះម្នាក់ចូលចិត្តបែបកន្ត្រាក់អារម្មណ៍ម្នាក់ទៀតក៏ហីធម្មតាសាមញ្ញពេលដែលនាងបានទៅជួបដៃគូផ្សេងទៀតឬបរិសុទ្ធផ្សេងទៀតដែលគេប៉ិនប្រសពឬគេជំនាញហើយគេអាចផ្ដល់ឲ្យនាងបាននៅសេចក្តីដែលនាងត្រូវការបានហ្នឹងទីបំផុតក៏គឺការក្បត់ចិត្តនឹងបានសម្រេចដែរបាទទី5បាទការក្បត់កើតឡើងដោយបញ្ហា
chi về phiệp rứ bờ này gì ở chòm tới cứ rương lùi cả bạn chẳng pe đại niên từ chua bỏ ra nam mình nhé thay tiết đại kỳ miền lùi miền cả bạn toàn ba rứ bỏ sao chiêng bỏ ra đại chị đại cu rứ song xa rứ có chi xóa mây bạn chẳng niên bỏ rom pi anh quật bỏ niên bạn chẳng niên có bàn chưa rớ nhé đại kỳ miền lùi chiêng anh ấy các cứ thôi oi niềngบันไดคล้วนtớiตามบ่รอได้กี่เมียนลุยบาดปัญหานี้คือจีเรื่องสำคัญบาดปีพรัวเนียงตรกาเมียนอนาคตละกึศธาเตยเนี่ยทำไมกี่เมียนลุยเมียนกะกี่เมียนลานกี่เมียนเตี้ยสมใบเราไปจังเตยตีบ่พอดเนียงก็สำหรับเจ็ดบ่บองไดกูบ่บองซองซาบ่บองสวามัยtớiตามบ่รอได้จีเนี่ยเมียนลุยหนึ่งเตยบาดchẳng mình tha chia giang na cả đói bạt bà xin chỉ dương bay kia bạt dương cua tài này gì kia ở tròn bạt một nửa bay bị kia bạt chẳng dương chia viên miền Panh Hà cả làng bạt chẳng bà xin chỉ dương mình toàn đạch sạch nửa kia hơi dương chạ tranh tứ dương từ miền nhiệt mấy bạt Panh Hà nửa tam màu bạt bà xin chỉ chua bỏ rót đài chỉ nhiệt đài chất là chuyện vì ở đây thế bạt tại bà xin chỉ chua bỏ rót đài chất treo chai chất cả đai bạtอันนั้นปัญหาตามมาให้บาทก็คือเมียนกาไวตอบเมียนกากับสำรับหรือเมียนกาบัญสำรับเราโหต่อดอนเมียนเรื่องเมียนราวประดังประดอลนี่บาทหรือจวงกาตื้อบองโอนเยียสันดานนั้นก็เวอาจมาเปียปอนรวงกลัวเชื่อมวยหนึ่งเยิงได้บาทจังตัวใบเชียยางนากระดอยบาทมันทาเยิงปัญหาเมียนปัญหาเอ้ยเยิงอย่างนี้บ่จอบนี้จอบโดยสมรู้ตามสมรู้บาทเยิงใจเพลิงนี้ตามสมรู้บาทกลมขนมเลี้ยขณะแบบมันตอนบันดัดสายปีมุ้ยตึงเมียนเนี่ยมวยเตียดแบบนี้คือจีเรื่องมุ้ยได้เพื่อเอาเมียนปัญหาตามเมาบาทโดยยังเคยในขนมสังคมบาทก็คือเมียนจะชราญการลางบาทจังเมียนทาจีเรื่องบ่รอตึงเมียนได้กูทำไมยังนากระดอยก็ยังเตอเอาดัดสายจมวยหนึ่งได้กูจ่ายังเส้นหรือสตรีกระดอยบาทเบอร์เส้นจะยังสำหรับเจ็ดทานหนึ่งตือรูปเนี่ยทำไมยังเตอหนีเย่จมวยได้กูจ่าเอาดัดสายบาทนิยจะมวยซองซาเยอะได้ใจกลมเอาเมียนปัญหาตามเมาบาทจังเปอร์เซ็นต์บาเยิงtừเมียนเนี่ยทำไมเอาเยิงดัดสายจมวยเนี่ยจ่าจมวยเส้นบาท